អ្នកនរគ្នាដឹងហើយណាការគាត់សាមញ្ញគឺថាFacebook ហ្មងដូចជា TikTok គឺថាអត់ផុតទេដោយសារតែគូស្នេហាគេគឺគេតស៊ូ9ឆ្នាំមានន័យតែម្ដងចាគឺចាប់ដៃគ្នាតស៊ូជាមួយគ្នាតាំងពីក្រដល់មានគឺអូយនិយាយទៅពិតជាយ៉ាងថារំភើបហើយបើកូនកំមុំវិញគឺថាយំតាំងពីព្រឹករហូតដល់យប់គាត់រំភើបមែនតែស្គាល់គាត់មកជីវិតខ្ញុំគឺមានគ្រប់សពបែបយ៉ាងហ្នឹងមានថ្ងៃហ្នឹងក៏ដោយសារមានគាត់ដូចគ្នាគាត់គឺជាដៃគូជីវិតម្នាក់ដែលល្អខ្លាំងមែនទែនសង្ឃឡារយព្រៀបនិយាយអត់បានទៅរកវិញក៏ដើរហ៊ុនដែរក៏មានដែរធ្វើដើរតួជាប៉ាខ្ញុំដើរតួជាមិត្តភក្តិខ្ញុំដឹងពីខ្ញុំសពគ្រប់បែបយ៉ាងខ្ញុំចូលចិត្តអីគេចូលចិត្តស្លៀកពាក់ឲ្យធ្វើខ្លួនមិនស្អាតចូលចិត្តញ៉ាំអីខ្ញុំឥឡូវកំពុងអន់ចិត្តឬក៏ខ្ញុំកំពុងខឹងអត់សុបាយចិត្តគឺគាត់ដឹងសពគ្រប់បែបយ៉ាងខ្ញុំកំពុងឃ្លានក៏គាត់ដឹងដែរចំណុចទូគឺគាត់ដឹងពីខ្ញុំសពគ្រប់បែបយ៉ាងដូចជាដើមឈើដ៏ធំម្នាក់ដែលខ្ញុំអាចច្រកពេលភ្លៀងពេលក្តៅពេលខ្យល់គឺគាត់នៅការពារខ្ញុំគ្រប់ពេលហ្មងពេលខ្លះគាត់រុញច្រានខ្ញុំចេញទៅក្រៅមកឈរមួយភ្លៀងមួយខ្យល់ត្រូវក្តៅខ្លះដែរដើម្បីខ្ញុំរឹងមាំនៅពីក្រោយគាត់ពិតជាពិបាកចិត្តណាស់ពេលខ្លះឃើញខ្ញុំសម្ពាធទៅធ្វើអីថ្មីរីចម្រើនដើម្បីរីចម្រើនគឺគាត់រុញខ្ញុំទៅគឺគាត់សម្ពាធណាស់គាត់ចង់ឃើញខ្ញុំសម្ពាធទេប៉ុន្តែគាត់ចង់ឃើញខ្ញុំរីចម្រើនជីវិតខ្ញុំដើរមកមួយគាត់ហ្នឹងគឺពិតជាមានន័យមែនទែនជួបរឿងគ្រប់សពបែបយ៉ាងល្វីងផ្អែមជូរចត់ឆ្លងឧបសគ្គជាមួយគ្នាអ្នកនរគ្នាគាត់ថាក្តីស្រឡាញ់វាគ្រាន់តែជាការនិយាយទេប៉ុន្តែពេលនៅមួយគ្នាចាត់ស្ដែងត្រូវឆ្លងមួយគ្នាគ្រប់ឧបសគ្គតែសំខាន់អ្នកនរគ្នានៅតែកាន់ដៃគ្នាកូនថ្លៃជាមកចង់អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមកម្មវិធីព្រាបបងពីខ្ញុំហើយខ្ញុំពិតជាមានឃើញមកពីអ្នកនរគ្នាខ្ញុំពិតជាកក់ក្ដៅហើយមានមនុស្សជុំវិញខ្លួននៅចាំអបអរសាទរពេលដើរមកនឹងគ្រប់ធ្វើខ្លាំងមែនតើពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាហើយចំពោះអ្នកនរគ្នានៅវិញជួបតែសមត្ថភាពហើយមួយទៀតហ្នឹងគឺចង់អរគុណដល់បងម្នាក់ដែលនៅជួយកាយខ្ញុំខ្ញុំដូចជាដើរឈើធម្មតានោះដែរការពារដៃការពារភ្លៀងដល់ខ្ញុំហើយតែសង្ឃឡាញ់ខ្ញុំខ្លាំងយល់ពីខ្ញុំជឿខ្ញុំយល់ពីខ្លួនឯងខ្លាំងខ្ញុំខ្លាំងតែតែខ្ញុំពិតជាពេលនេះគឺខ្ញុំពិតជាមានអារម្មណ៍ថាក្បោកក្តួលហើយយំរហូតមកដោយសារបានរៀបការជាមួយមនុស្សផងដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតហើយពិតជាមកដល់ពេលនេះវាមិនមែនជារឿងងាយស្រួលទេចាំពេលចាំតើនឹកឃើញជាមួយមួយថ្ងៃធ្វើដល់ខ្លួនហើយមួយទៀតហ្នឹងក៏ចង់អរគុណទៅដល់អ្នកផ្នែកសង្ខាចំពោះការរៀបរៀងកូនកូនហើយដែលរក្សាបីបាច់រក្សាកូនកូនដល់ថ្ងៃនេះអរគុណបានអរគុណជួយគ្នាអរគុណ